សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ខ្សែក្នុងសប្តាហ៍មុន eFootball បានឲ្យយើងធ្វើ quest ជាច្រើនដើម្បីទទួលបានរបស់សម្រាប់ដូរយកការ show time របស់យើងនៅក្នុងនោះមាន Bastoni មាន Gnabry មាន Kolo Muani អីជាដើមហ្នឹងប៉ុន្តែខ្ញុំឃើញភាគច្រើនគឺគេចូលចិត្ត Bastoni ជាងគេតែសម្រាប់ខ្ញុំគឺខ្ញុំយក Gnabry តោះឥឡូវអ្នកដែលយក Gnabry គ្នាយើងចូល comment ម្នាក់មួយហើយអ្នកយក Bastoni complete comment ម្នាក់មួយផងដែរសម្រាប់ថ្ងៃនេះគឺខ្ញុំនឹងលេង eFootball នៅក្នុង Division League ដែលខ្ញុំនឹងយក Gnabry តេស្តជា game ដំបូងរបស់ខ្ញុំ Gnabry នេះខ្ញុំឃើញគេចេញកាតឲ្យគាត់ច្រើនដែរប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំមានកាត Gnabry ហ្នឹងទេអញ្ចឹងហើយគឺខ្ញុំយក Gnabry នេះគឺជាលើកទី1របស់ខ្ញុំហើយចង់ដឹងថាតើការលេងរបស់គាត់ play style របស់គាត់ការអបអរក្របបាល់របស់គាត់ហ្នឹងតើល្អប៉ុណ្ណាសម្រាប់ Gnabry នេះគឺគាត់មាន skill crossing នៅក្នុងហ្នឹងទៀតយើងនឹងស្រាប់ឲ្យ cross គឺល្អមែនតើល្អក្នុងការចែកបាល់ឲ្យខ្សែប្រយុទ្ធណាអ្នកទាំងអស់គ្នាចែកបាល់ពីស្លាប់ទៅខ្សែប្រយុទ្ធគឺ perfect តែម្ដងបើខ្សែប្រយុទ្ធយើងមាន phenomenal finishing ឬក៏មាន heading ទៀតគឺ MM យកតែមែនតើម្ដងនៅក្នុងទម្រង់របស់ខ្ញុំនេះគឺខ្ញុំដាក់ Gnabry នៅខាងស្ដាំហើយជាមួយនឹង Stokovic គឺនៅខាងឆ្វេងហើយ Stokovic ហ្នឹងគឺខោរបស់គាត់គឺច្រើនប្រហាក់ប្រហែលនឹង David Beckham ដែរអញ្ចឹងហើយគឺការបញ្ជូនបាល់គាត់មកកណ្ដាលនេះគឺល្អ perfect តែម្ដងនៅក្នុងការប្រកួតនេះខ្ញុំមើលទៅ Gnabry គឺបបាក់និយាយគ្នាមែនតើអ្នកទាំងអស់គ្នាចឹងហើយអ្នកដែលរើសយក Gnabry អាចនិយាយបានថាតើតើគាត់មានកីឡាករបំរុងឬក៏កីឡាករសកួរខ្លះដែរព្រោះអីការលេងរបស់គាត់នៅក្នុងម៉ាច់នេះគឺអត់មានបាល់លេងតែម្ដងពីថាយើងនឹងស្រាប់ហើយកីឡាករតែបើថាកីឡាករហ្នឹងល្អកីឡាករហ្នឹងរត់លឿនកីឡាករហ្នឹងឯមែនតែអ្វីសំខាន់ហ្នឹងគឺត្រូវការកន្លែងដែលយើង space ទៅយកបាល់កីឡាករខ្លះយកអត់បានបញ្ជាគាត់មកយកបាល់ហើយបណ្ដាបញ្ជូនទៅឃើញមកគាត់រហូតអាហ្នឹងគឺកីឡាករល្អមែនតើណាហើយ Gnabry នេះគឺខ្ញុំបញ្ជូនទៅណាក៏អត់ឃើញឈ្មោះ Gnabry ដែរគឺអត់តែម្ដងហើយនិយាយបានថាក្នុងមួយម៉ាច់ហ្នឹង Gnabry ប៉ះបាល់បាន13ទៅ4ដងគត់អ្នកទាំងអស់គ្នាអើយពិបាកចៃប្រហើយអ្នកទាំងអស់គ្នាអាចមើលម៉ាច់ហ្នឹងបានម៉ាច់ហ្នឹងភាគច្រើនឃើញឈ្មោះភាគច្រើន Neymar Iniesta ព្រោះអីកីឡាករពីរហ្នឹងគឺគាត់រត់ពេញតារាហ្នឹងម្ដងដល់ពេល Gnabry គឺនៅទៅហ្នឹងនៅទៅចំហៀងហើយអត់មានរបៀបថាអត់ឆ្លាស់បាល់ដល់ពេលយើងគឺពិបាកមែនតើហើយមិនមែនថាដោយសារទម្រង់យើងបែបហ្នឹងហើយយើងអត់ប៉ះបាល់ឲ្យគាត់ទេប៉ុន្តែគាត់អត់រត់ដេញបាល់អ្នកទាំងអស់គ្នាអញនិយាយមកថាកម្រគឺថាកម្រចោះមកយកបាល់ហើយនៅក្នុងម៉ាច់ហ្នឹងគឺខ្ញុំចាប់អារម្មណ៍ Iniesta ជាមួយ Martinez ជាមួយ Neymar ការហ្នឹងកាត់ free តែខ្ញុំស្រឡាញ់គាត់មែនតើខ្ញុំដាក់ឲ្យគាត់លេងសឹងរាល់ម៉ាច់ដោយសារទី1 play style របស់គាត់លេងជា creative ហើយគាត់លេងជា AS ទៀតអញ្ចឹងយើងអាចដាក់គាត់លេងជាស្លាប់ជា AMS ឬក៏ជា AS ល្អសម្រាប់Neymar ហើយនៅក្នុងការប្រកួតហ្នឹងនិយាយទៅពិបាកនិយាយប៉ះ Man U អ្នកទាំងអស់គ្នាហើយកីឡូគេខ្ញុំចង់និយាយកីឡាករគេមកទៅដូចមិនសូវខ្លាំងហ្មងណាកីឡាករដូចកីឡាករខ្ញុំសឹកកាត់ពេជ្រ free មែនតែកាត់ពេជ្រដល់ពេលគេកាត់ធម្មតាមិនដែរការគ្រប់គ្រងបាល់គេចំនិយាយប្រាអ្នកទាំងអស់គ្នាអាចមើលបាន65ទល់នឹង35អញនិយាយបានថាខ្ញុំមិនមានបានប៉ះបាល់មកបៀកយកប្រាយើនិយាយទៅដោយសារទី1ខ្ញុំសម្លឹងរហូតមើល Gnabry ច្រើនពេកមួយទៀតខ្ញុំអត់សូវបានគ្រប់គ្រងបាល់ពីច្រើនគឺខ្ញុំសម្លឹងលើ Gnabry កន្លែងនេះខ្ញុំអត់សូវឃើញ Gnabry ចោះមកយកបាល់អញ្ចឹងខ្ញុំដាក់ឲ្យគាត់លេងជា counter target ហ្មងទៅឲ្យគាត់លេងនៅប្រយុទ្ធកតារបៀបថាឲ្យនៅប្រយុទ្ធហ្មងចាំសុទ្ធហ្មងតែខ្ជិលចាំតតែគេសុទ្ធហ្មងតែមិនបែររត់យកបាល់ឯងមកឃើញមុខដែរអញ្ចឹងណាហើយម៉ាច់ហ្នឹងអត់មានអីសុទ្ធច្រើនទេគឺបានតែមកគ្រាប់ទេហើយមកគ្រាប់ហ្នឹងគឺ Iniesta អ្នកសុទ្ធហើយលទ្ធផលរបស់យើងគឺ1-0ការគ្រប់គ្រងបាល់គេតាំងពីការប៉ះបាល់តាំងពីការសុទ្ធតាំងពីអីគឺគេលើខ្ញុំទាំងអស់តែម្ដងនិយាយទៅខ្ញុំឈរចាំរបៀបថាការពីអ្នកទាំងអស់គ្នាអត់មានអីគីឡូមួយគេសោះមកបៀកប្រាយអ្នកទាំងអស់គ្នាអាចមើលបានគឺ rating របៀបថាការគ្រប់គ្រងបាល់គេគឺផុតខ្ញុំតែដល់ឥឡូវយើងមកមើល rating កីឡាករនៅក្នុងម៉ាច់របស់យើងវិញទី1គឺ Iniesta ទី2 Martinez Neuer អញ្ចឹងទៅហើយអ្វីដែលសំខាន់របស់យើងគឺ Gnabry ដែលអ្នកទាំងអស់គ្នាគឺនៅបាក់តារាងតម្រង rating របស់គាត់គឺ 5.0 អើយអត់មានមុខប្រាយ